សុស្ដីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះដែលមានបាយយករឿងកិច្ចសន្យាសមឲ្យចង់ផុសមកសម្រាប់ជូនដល់អ្នកទាំងអស់គ្នាទស្សនាបន្តទៀតណាហើយរឿងនេះអេដមីនក្រចេញឲ្យអ្នកទាំងអស់គ្នាតនឹងរៀងយូរបន្តិចតែមិនអីនៅទេអ្នកទាំងអស់គ្នានៅស្ដាប់តែប្រហែលភេទទៀតនឹងប្រហែលជាអេដមីននឹងដាក់ឲ្យអ្នកទាំងអស់គ្នាចប់ហ្មងដូច្នេះហើយកុំឲ្យអ្នកទាំងអស់គ្នារងចាំយូរយើងចូលទស្សនាការសម្ដែងរឿងជាមួយនឹងអេដមីនតែម្ដងទៅការពិភាក្សាមុនបន្ទាប់ពីតួឯងស្រីរបស់យើងបានថើបគ្នាជាមួយនឹងតួប្រុសយ៉ាងរ៉ូម៉ាន់ទិកមកឥឡូវនេះដែរនេះក៏បាននាំតួប្រុសរបស់យើងនឹងមកបន្តផ្ទុកឯកសាររបស់ក្រុមហ៊ុន Aeon ក្នុងគោលបំណងគឺដើម្បីសាកល្បងតួឯងប្រុសរបស់យើងនឹងឯងរួចហើយនោះនាងក៏បានបកគោកូនសៅបន្ទប់នេះនឹងឲ្យទៅតួឯងប្រុសរបស់យើងក៏ប្រហែលចង់ដឹងថានៅពេលដែលតួប្រុសរបស់យើងគាត់បានសៅនេះហើយតើគាត់នឹងចាក់ចូលមកក្នុងនេះដើម្បីស្វែងរកឯកសារនៅក្នុងក្រុមហ៊ុនរបស់នាងដែរឬអត់ហើយមានណានៅពេលយប់ឡើងតួប្រុសរបស់យើងគាត់ពិតជាចាក់សៅចូលមកក្នុងបន្ទប់ផ្ទុកឯកសារនឹងពិតមែនស្របពេលនេះនាងកំពុងតែងុយទឹកនៅឯក្នុងបន្ទប់ទឹកអញ្ចឹងហើយគាត់ក៏បានឆ្លៀតយកឱកាសមួយនេះលួចមើលឯកសាររបស់នាងក៏ប៉ុន្តែវាចៃដន្យអីនំឡោពេលនឹងដែរតួស្រីរបស់យើងនេះក៏បានចេញមកពីបន្ទប់ទឹកវិញហើយក៏និយាយសួរទៅកាន់ឈិនសឺថាតើគាត់កំពុងតែធ្វើអ្វីតួប្រុសគាត់ក៏បានឆ្លើយតបជាមួយនឹងនីងថាខ្ញុំកំពុងតែអានសភៅដែលនេះអំពីអសត្វថ្នាំជាច្រើនមុងអញ្ចឹងវាគ្រាន់តែជាការអានសភៅតែមួយមុខទេឬពិតមែនហើយបើមិនដូច្នេះទេនាងអាចមើលវាបានក្រៅពីនេះតើខ្ញុំអាចធ្វើអ្វីទៀតតើនាងកំពុងតែសង្ស័យខ្ញុំមែនទេតួស្រីនាងក៏និយាយបដិសេធយ៉ាងលឿនថាមិនមែនអញ្ចឹងឡើយលោកគ្រាន់តែបំភ្លេចវាចោលទៅរួចហើយតួប្រុសរបស់យើងគាត់ក៏បានដើរចាក់ចេញពីបន្ទប់ផ្ទុកឯកសារនោះទៅហើយខណៈពេលតួស្រីរបស់យើងនេះវិញនាងក៏បានទៅយកឯកសារបញ្ជីដៃគូអាជីវកម្មនៅក្នុងក្រុមហ៊ុន Aeon របស់នាងនឹងយកមកមើលថាតើកណ្ដាស់ពណ៌ផ្កាឈូកដែលនាងបានបិទនៅលើនឹងវាផ្លាស់ប្ដូរដែរឬអត់ទាំងនេះធាតបាត់ទៅតួប្រុសរបស់យើងនឹងគាត់មិនតាន់បានទៅណាឡើយទេដែលគាត់ក៏បានលួចមើលតួស្រីរបស់យើងពីខាងក្រៅហើយក៏បានសម័យទៅនំមុននេះបន្តិចដែលគាត់បានលួចយកឯកសារដែលគួរអាជីវកម្មរបស់នាងនឹងមកថតតុងរួចហើយក៏យកកណ្ដាស់ពណ៌ផ្កាឈូកនឹងបិទនៅកន្លែងដើមរបស់វាវិញដូច្នេះតួស្រីរបស់យើងនឹងច្បាស់ជាមិនសង្ស័យគាត់ឡើយហើយនៅពេលដែលតួប្រុសរបស់យើងគាត់បានឯកសារនឹងគាត់ក៏បានយកវានឹងមករាយការណ៍ប្រាប់ទៅកាន់ពូរបស់គាត់ភ្លាមខណៈពេលដែលគាត់វិញគាត់ក៏បាននិយាយសួរទៅកាន់ចំណុចការរបស់គាត់ស្អ្វីថាគាត់បានរកឃើញឈ្មោះមួយនៅក្នុងបញ្ជីដែលមានឈ្មោះថា Lee Ming Roy ដែលបានកក់ភោជនីយដ្ឋានរបស់ពូយើងមែនទេហើយស្អ្វីគេក៏បាននិយាយថាប៉ាត់មែនហើយដូច្នេះហើយនៅក្នុងថ្ងៃដដែលនោះ Lee Ming Roy គេក៏បានមកហាងតួឯងប្រុសរបស់យើងអង្គុយញ៉ាំស្រាជាមួយនឹងឈិនស៊ឺក៏ស្រាប់តែនៅរពេចនោះដែរនេះក៏បានពាក្យមួយហើយនឹងពាក្យវ៉ែនតាខ្មៅមកភោជនីយដ្ឋាននោះហើយក៏បានលួចស្ដាប់ពួកគេទាំងពីរនាក់សន្ទនាគ្នាក៏បានដឹងថាឈិនស៊ឺបានចូលមកក្បែរនាងគឺដើម្បីតែទិញផលប្រយោជន៍ពីនាងតែប៉ុណ្ណោះដែលធ្វើឲ្យតួស្រីរបស់យើងដឹងហើយនាងក៏ខឹងជាមួយនឹងឈិនស៊ឺខ្លាំងណាស់ដោយនាងក៏បានថាចាក់ចេញពីភោជនីយដ្ឋាននោះហើយត្រឡប់មកឡានរបស់នាងវិញតែក៏ស្រាប់តែប្រទះឃើញថាឈិនស៊ឺគាត់ក៏បានមកគោះទ្វារឡានរបស់នីងហើយក៏សួរនាងថាតើនាងមកទីនេះដោយរបៀបណាបានហើយបើជ្រុលជានាងបានមកទីនេះទៅហើយខ្ញុំមានមនុស្សម្នាក់ដែលចង់ឲ្យនាងជួបឬហើយឈិនស៊ឺគាត់ក៏បានអូសដៃតួស្រីរបស់យើងនឹងដើរចូលទៅក្នុងភោជនីយដ្ឋានទៅជួបជាមួយនឹងលោក Lee Ming Roy អញ្ចឹងនាងក៏បាននិយាយសួរទៅកាន់ឈិនស៊ឺថាតើគាត់មានទេដែលចង់ឲ្យនាងជួបតួប្រុសក៏តបថាប៉ាត់មែនហើយក៏ប្រអីតែនៅក្នុងថ្ងៃអនាគតនាងនឹងធ្វើការជាមួយនឹងគាត់បានអញ្ចឹងបានន័យថាការដែលលោកជួបជាមួយនឹងគាត់នេះគឺដើម្បីតែជួយខ្ញុំមែនទេតើលោក Lee Roy គាត់ក៏បាននិយាយប្រាប់ទៅកាន់នីងថាលោកឈិនក៏មិនត្រឹមតែជាចុងផុតដ៏ល្អនោះទេប៉ុន្តែគាត់ក៏ជាស្វាមីដ៏ល្អផងដែរខណៈពេលដែលតួប្រុសរបស់យើងគាត់ក៏បាននិយាយដាក់ខ្លួនថាកុំនិយាយបែបនេះអីនេះជាអ្វីដែលខ្ញុំគួរតែធ្វើតែនេះវាក៏បានធ្វើឲ្យនាងក៏បានផ្លាស់ប្ដូរគំនិតរបស់នាងថានាងគួរតែទុកចិត្តទៅលើឈិនស៊ឺឲ្យបានច្រើនជាងនេះទៀតឬហើយសាច់រឿងគេក៏បានកាត់មកនៅក្នុងថ្ងៃបន្ទាប់តែតួស្រីរបស់យើងនាងក៏បានមកក្រុមហ៊ុនហើយប្រាប់បុគ្គលិកទាំងអស់ថានាងមានគម្រោងថ្មីដែលចង់ឲ្យពួកគេនឹងចូលរួមបើអ្នកណាចាប់អារម្មណ៍អាចចុះឈ្មោះជាមួយនឹងលេខាលីវបានក៏ប៉ុន្តែចៃដន្យអីគឺថាបុគ្គលិកនៅក្នុងក្រុមហ៊ុននេះគឺគ្មានអ្នកណាម្នាក់ចង់ចុះឈ្មោះចូលរួមជាមួយនឹងគម្រោងថ្មីរបស់តួស្រីយើងឡើយស្របពេលដែលឪពុកចង់របស់នាងគឺឈិនឡៃគេក៏បានដើរចូលមករកនិយាយទៅកាន់បុគ្គលិកទាំងអស់នោះថាគាត់ក៏មានការតាំងពីពណ៌ថ្មីមួយផងដែរបើអ្នកណាចាប់អារម្មណ៍អាចចុះឈ្មោះចូលរួមបានហើយតួឯងស្រីរបស់យើងនីងនៅពេលដែលបានឃើញឪពុកចង់របស់នាងបានមកដល់ទីនោះហើយនាងក៏បានដើរចាក់ចេញទៅក្នុងពេលដែលឈិនឡៃគេក៏បានសញ្ញោភ្នែកឲ្យទៅបុគ្គលិកស្រីម្នាក់ដែលមានឈ្មោះថាវិនដែលត្រូវជាកូនស្រីស្នេហ៍របស់គាត់ក៏បានឲ្យនាងទៅជំរុញបុគ្គលិកនៅក្នុងក្រុមហ៊ុនជ្រើសរើសចូលរួមក្នុងការតាំងពីពណ៌របស់លោកឈិនឡៃដែលជាធ្វើឲ្យគម្រោងថ្មីរបស់នីងគឺគ្មានអ្នកណាម្នាក់ចុះឈ្មោះចូលរួមនោះទេចឹងហើយបានជានីងក៏បានសម្រេចចិត្តថានាងនឹងធ្វើវាដោយខ្លួនឯងតាំងពីថ្ងៃរសៀលរហូតមកដល់ពេលយប់ឡើងតួស្រីរបស់យើងនៅតែអង្គុយធ្វើការនៅក្នុងអាហ្វីរហូតដល់ពេលយប់ជ្រៅឈិនស៊ឺក៏នៅតែមិនឃើញតួស្រីត្រឡប់ទៅផ្ទះវិញគាត់ក៏បានមករកនីងនៅឯក្រុមហ៊ុនដើម្បីយកអាហារមកឲ្យនីងញ៉ាំហើយនៅពេលដែលនីងញ៉ាំអាហារដែលតួប្រុសរបស់យើងបានយកមកឲ្យនាងរួចរាល់ហើយនាងក៏បានគេងមួយសន្ទុះក៏ស្រាប់តែឈិនស៊ឺក៏បានឆ្លៀតយកអាការដែលនីងកំពុងតែគេងលក់ហ្នឹងគាត់ក៏បានលួចដោតទិន្នន័យនៅក្នុងកុំព្យូទ័ររបស់នីងទាំងអស់ក៏ប៉ុន្តែសាច់រឿងគេក៏បានកាត់មកនៅពេលព្រឹកឡើងដែលឈិនឡៃគេក៏បានដឹងថា
ទូឯងស្រីរបស់យើងនេះបានចាស់ហត្ថលេខាជាមួយនឹងលោកលីរួយរាល់ហើយត្រឹមរយៈពេលតែមួយយប់ដែលជាហេតុធ្វើឲ្យលោកឈិនឡៃគាត់ក៏មានការងឿងឆ្ងល់ថាហេតុអ្វីបានជាទូស្រីរបស់យើងធ្វើលឿនម្ល៉េះចឹងគាត់ក៏បានបញ្ជាឲ្យកញ្ញាវិនទៅស៊ើបអង្កេតមើលណែ office របស់អ៊ីនីងក៏បានតែនៅពេលដែលកញ្ញាវិននឹងបានទៅដល់ office របស់ទូស្រីនេះក៏ស្រាប់តែបានប្រទះឃើញថាទូឯងប្រុសរបស់យើងឈិនស៊ឺក៏នៅទីនោះអញ្ចឹងនាងក៏មានការភ្ញាក់ផ្អើលដោយនិយាយសួរទៅកាន់ឈិនស៊ឺថាតើគាត់មកទីនេះបានដោយរបៀបណាតើគាត់គឺជាប្តីរបស់អ៊ីនីងមែនទេមានណានៅភ្លាមនោះដែរទូឯងស្រីរបស់យើងនេះក៏បានដើរចូលទៅចាប់កញ្ញាវិនចេញពីទូឯងប្រុសរបស់យើងឈិនស៊ឺខណៈពេលដែលកញ្ញាវិននាងក៏ព្យាយាមនិយាយប្រាប់ទៅកាន់អ៊ីនីងថាប្រហែលជាអ៊ីនីងមិនបានដឹងនោះទេថាប្តីរបស់នាងគឺជាបរិសុទ្ធដែលស្លេកឃ្លានលុយដែលថ្ងៃមួយនោះគាត់បានចែកចង់ខ្ញុំហើយនឹងបានថតរូបជាមួយនឹងខ្ញុំទៀតតែទូប្រុសរបស់យើងគាត់ក៏បានព្យាយាមប្រាប់ទៅកាន់អ៊ីនីងថាវាមិនមែនបែបនេះទេរួចហើយសាច់រឿងគេក៏បានសម័យតនៅក្នុងថ្ងៃនោះដែលកញ្ញាវិននាងកំពុងតែនិយាយគ្នាជាមួយនឹងមិត្តភ័ក្តិរបស់នាងនៅឯខាងក្លឹបអំពីរឿងម្ដាយរបស់អ៊ីនីងដែលនាងបានទទួលមរណភាពហើយក្រុមហ៊ុនអ៊ីយ៉ុននៅខ្លាយជារបស់ឪពុករបស់កញ្ញាវិនដែលត្រូវជាលោកឈិនឡៃនោះពេញសិនស្របពេលដែលឈិនស៊ឺគាត់កំពុងតែអង្គុយនៅទីនោះផឹកស្រាបានស្ដាប់លើកញ្ញាវិននិយាយជាមួយនឹងមិត្តភ័ក្តិរបស់នាងទាំងអស់គាត់ក៏ចាប់អារម្មណ៍ទៅលើកញ្ញាវិនហើយក៏បានសុំកញ្ញាវិនហ្នឹងថតរូបជាមួយនឹងនាងលេងខ្លួនធ្វើដូចជា playboy អីចឹងណាហើយបន្ទាប់ពីគាត់បានថតរូបជាមួយនឹងកញ្ញាវិនរួចហើយគាត់ក៏បានផ្ញើរូបមួយនឹងឲ្យទៅជំនួយការរបស់គាត់សើបពីប្រវត្តិរូបរបស់កញ្ញាវិនមកឲ្យគាត់តែគាត់មកនៅពេលបច្ចុប្បន្ននេះវិញកញ្ញាវិនក៏បាននិយាយទៅកាន់អ៊ីនីងថាឈិនស៊ឺនៅជាមួយនឹងអ៊ីនីងដើម្បីតែផលប្រយោជន៍ហើយនឹងលុយតែប៉ុណ្ណោះគួរតែបន្ថែមគាត់ចេញឥឡូវនេះទៅតែទូស្រីរបស់យើងក៏បាននិយាយតបជាមួយនឹងកញ្ញាវិនថាហេតុអ្វីបានជាខ្ញុំត្រូវធ្វើតាមនាងខ្ញុំគឺជាអ្នកមានហើយបើទោះបីជាគាត់បានជួបជាមួយនឹងមនុស្សស្រីខាងក្រៅជាច្រើនមកហើយក៏ដោយតែគាត់នៅតែមិនចាប់អារម្មណ៍ទៅលើពួកគេហើយគាត់បានជ្រើសរើសខ្ញុំហើយរៀបការជាមួយនឹងខ្ញុំដល់ពេលកញ្ញាវិនបានលើទូស្រីរបស់យើងនិយាយចឹងហើយក៏ធ្វើឲ្យនាងនឹងគឺចង់ដួលស្លាប់នៅទីហ្នឹងក៏ប៉ុន្តែទូស្រីហ្នឹងក៏ប្រាប់ឲ្យនាងឆុំកុំឲ្យដួលស្លាប់នៅទីនេះហើយឲ្យនាងទៅដួលស្លាប់នៅឯណាឆ្ងាយទៅអញ្ចឹងកញ្ញាវិននាងក៏បានខឹងចិត្តហើយដាក់ចាក់ចេញពីទីនោះហើយលុះនៅពេលដែលកញ្ញាវិនបានចាក់ចេញទៅផុតទូប្រុសរបស់យើងក៏ព្យាយាមបកស្រាយប្រាប់ទៅកាន់ទូស្រីតែទូស្រីនឹងនាងមិនស្ដាប់ហើយក៏បានប្រាប់ឲ្យទូប្រុសនឹងត្រឡប់ទៅវិញចាំនិយាយគ្នានៅឯផ្ទះហើយក្រោយពេលដែលអ៊ីនីងបានត្រឡប់ទៅភោជនីយដ្ឋានរបស់ឈិនស៊ឺវិញឈិនស៊ឺក៏បានរំងាស់ស៊ុបនឹងឲ្យទូស្រីរបស់យើងញ៉ាំគឺដើម្បីលួងលោមទៅកាន់អ៊ីនីងក៏ប៉ុន្តែអ៊ីនីងក៏បាននិយាយប្រាប់ការពិតទៅកាន់ឈិនស៊ឺថានាងបានដឹងអំពីអតីតកាលរបស់គាត់ជាយូរយារណាស់មកហើយបើអញ្ចឹងចុះហេតុអ្វីបានជានាងនៅតែជ្រើសរើសយកខ្ញុំទូស្រីក៏និយាយប្រាប់ថាមូលហេតុដែលខ្ញុំជ្រើសរើសយកលោកក៏ព្រោះអីតែលោកបានជួយខ្ញុំកាលពីប្រហែលឆ្នាំមុននំឡងពេលដែលខ្ញុំនៅបរទេសខ្ញុំបានព្យាយាមស្វែងរកទិញសម្បត្តិយន្តហោះដើម្បីត្រឡប់មកប្រទេសចិនវិញដោយសារតាមដែររបស់ខ្ញុំគាត់ឈឺធ្ងន់ក៏ប៉ុន្តែមិនថាអ៊ីនីងបានស្វែងរកជំនួយឲ្យគេជួយទិញសម្បត្តិឲ្យនាងយ៉ាងណាក៏ដោយក៏នាងមិនអាចទទួលបានសម្បត្តិអ្វីដែររហូតដល់នាងខកទៅជីតារបស់នាងក៏បាននិយាយថាម្ដាយរបស់នាងគាត់បានទទួលមរណភាពបាត់ទៅហើយនៅពេលដែលអ៊ីនីងបានលើអញ្ចឹងនាងពិតជាខកចិត្តខ្លាំងណាស់ដែលបានអង្គុយយំយ៉ាងខ្លាំងក៏ស្រាប់តែលេចវត្តមានរបស់ឈិនស៊ឺដែលគាត់នឹងក៏បានដើរចូលទៅរកទូឯងស្រីរបស់យើងបន្ទាប់ពីគាត់បានឃើញនាងកំពុងតែអង្គុយយំយ៉ាងខ្លាំងដូច្នេះគាត់ក៏បានដើរចូលទៅនាំអ៊ីនីងមកអង្គុយនៅតូបអាហាររបស់គាត់ហើយក៏ឲ្យសុំទូស្រីរបស់យើងញ៉ាំរួចហើយក៏និយាយសួរទៅកាន់អ៊ីនីងថាតើនាងកើតអ្វីហេតុអ្វីបានជាយំតែអ៊ីនីងមិនព្រមនិយាយប្រាប់គាត់តែសោះអញ្ចឹងគាត់ក៏បាននិយាយប្រាប់ទៅកាន់អ៊ីនីងថាមិនថាមានរឿងអ្វីកើតឡើងឡើយសូមឲ្យវាកន្លងផុតទៅរីឯអ៊ីនីងបន្ទាប់ពីនាងបានលើពាក្យលើកទឹកចិត្តរបស់ឈិនស៊ឺហើយនាងក៏មានអារម្មណ៍ធូរស្រាលហើយនាងក៏បានចងចាំគាត់រហូតតាំងពីថ្ងៃនោះមកដែលនេះគឺជាដើមហេតុដែលនាងបានជ្រើសរើសយកគាត់ទូប្រុសនៅពេលដែលគាត់បានលើអ៊ីនីងនិយាយចឹងហើយគាត់ក៏សប្បាយចិត្តណាស់ដែរដល់ថ្នាក់មានអារម្មណ៍រំជើលខ្លាំងពេកគាត់ក៏បានអន់ទៅរកថើបអ៊ីនីងក៏ប៉ុន្តែចិត្តនឹងដល់ទៅហើយក៏ស្រាប់តែជំនួយការរបស់កូនសេវ័យគេក៏បានដាក់ចូលមកកាត់ចង្វាក់ដែលធ្វើឲ្យអ្នកទាំងពីរក៏បំអាចថើបគ្នាបាននោះទេហើយជំនួយការរបស់គាត់សេវ័យពេលដែលបានឃើញចឹងហើយគេក៏ព្យាយាមបិទភ្នែកនិងដាក់ចាក់ចេញពីទីនោះទៅចូលរំខានអ្នកទាំងពីរទៀតតែបើទោះបីជាសេវ័យគេបានចាក់ចេញពីទីនោះក៏ប៉ិតមេវាក៏បានធ្វើឲ្យអ៊ីនីងជាមួយនឹងឈិនស៊ឺនឹងក៏មានអារម្មណ៍ខ្មាស់អៀនជាមួយនឹងគ្នាហើយមិនអាចថើបគ្នាបន្តទៀតបានឡើយតែក្រោយពីនោះមកសេវ័យគេក៏បានលើកយករឿងរបស់ឈិនស៊ឺជាមួយនឹងអ៊ីនីងមកនិយាយសួរទៅកាន់ឈិនស៊ឺថាបើសិនបើអ្នកនាងអ៊ីនីងបានដឹងពីគោលដៅពិតប្រាកដរបស់ចៅហ្វាយតើនាងនឹងព្រមទទួលយកចៅហ្វាយទៀតដែរឬអត់ឈិនស៊ឺគាត់ក៏បាននិយាយថាគាត់មិនដឹងនោះទេប៉ុន្តែនាងពិតជាស្មោះត្រង់ចំពោះខ្ញុំខ្លាំងណាស់ហើយបើសិនបើខ្ញុំអាចធ្វើបានខ្ញុំពិតជាមិនចង់ឲ្យនាងឈឺចាប់ទេអញ្ចឹងឥឡូវនេះតើចៅហ្វាយមានគម្រោងចង់ធ្វើអ្វីទៀតទូប្រុសក៏និយាយថាឥឡូវនេះគាត់មិនអាចរកឃើញព័ត៌មានសំខាន់ពីអ៊ីនីងបាននោះទេអញ្ចឹងគាត់ត្រូវតែស្វែងរកព័ត៌មានសំខាន់ពីឈិនឡៃជំនួសវិញហើយបន្ទាប់ពីថ្ងៃនោះមកទូប្រុសរបស់យើងគាត់ក៏បានចាប់ផ្ដើមស្វែងរកព័ត៌មានសំខាន់នៅក្នុងបន្ទប់របស់ឈិនឡៃ
ក៏ប៉ុន្តែចៃដន្យអីនំឡងពេលទូរបស់យើងកំពុងតែស្វែងរកនោះក៏ស្រាប់តែឈិនឡៃគេបានត្រឡប់មកបន្ទប់ហើយក៏នាំស្រីស្នេហ៍របស់គេមកដែរដោយឃើញដូច្នេះឈិនស៊ឺគាត់ក៏បញ្ញាទៅលាខ្លួនខណៈពេលដែលឈិនឡៃគេរៀបនឹងធ្វើសកម្មភាពជាមួយនឹងស្រីស្នេហ៍របស់គាត់ដែលមានឈ្មោះថាជាងស៊ីនលីងមិនទៅបើប្រហែលផងក៏ស្រាប់តែជីតារបស់អ៊ីនីងបានស្រែកហៅលោកឈិនឡៃនឹងឲ្យទៅខាងក្រៅដែលទុកឲ្យលោកស្រីជាងគាត់នៅទីនោះតែម្នាក់ឯងហើយនៅពេលទូរបស់យើងបានឃើញលោកស្រីជាងនៅទីហ្នឹងហើយគាត់មិនអាចចេញទៅខាងក្រៅបានគាត់ក៏បានប្រើឲ្យលេខារបស់គាត់សែអ្វីខំមករកលោកស្រីជាងដើម្បីបោកបញ្ឆោតគាត់ឲ្យគាត់នឹងចេញទៅខាងក្រៅហើយបន្ទាប់ពីឈិនស៊ឺគាត់បានឃើញលោកស្រីជាងគាត់បានចាក់ចេញពីបន្ទប់របស់លោកឈិនឡៃហើយទូរបស់យើងគាត់ក៏បានចាក់ចេញពីទីនោះដែរដោយឈិនស៊ឺគាត់ក៏បានមកនិយាយជាមួយនឹងជំនួយការរបស់គាត់ដែលជំនួយការរបស់គាត់បានស៊ើបអង្កេតមកថាលោកឈិនឡៃគាត់បានផ្ទេរទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនអ៊ីយ៉នជាច្រើនរួចទៅឲ្យលោកស្រីជាងហើយមិនយូរមិនឆាប់នោះទេលោកស្រីជាងនឹងអាចកាន់កាប់គ្រួសារអ៊ីពេញលេញជាងទូប្រាប់គាត់បាននិយាយទៅកាន់ជំនួយការរបស់គាត់ថាគ្រួសារអ៊ីគឺមានភាពស្ងប់ស្ងាត់ជាយូរណាស់មកតែហើយឥឡូវនេះពីគួរតែដល់ពេលដែលត្រូវបន្ថែមប្រេងចូលទៅក្នុងភ្លើងរវាងអ៊ីនីងជាមួយនឹងឈិនឡៃហើយដូច្នេះហើយនៅក្នុងថ្ងៃបន្ទាប់ឪពុកចុងរបស់អ៊ីនីងក៏បាននាំយកលោកស្រីជាងនឹងមកផ្ទះម្ដងទៀតដែលធ្វើឲ្យទូរបស់យើងជ្រៀតយកឱកាសមួយនេះក៏បានខលទៅរកអ៊ីនីងនាងឆាប់ត្រឡប់មកផ្ទះវិញដោយយល់លេសថាជីតារបស់នាងមិនស្រួលហើយទូស្រីរបស់យើងគ្រាន់តែឮថាជីតារបស់នាងមិនស្រួលអញ្ចឹងនាងក៏បញ្ញាត្រឡប់មកផ្ទះវិញតាមអ្វីដែលទូរបស់យើងបានប្រាប់ហើយសួរនាំទៅកាន់ឈិនស៊ឺថាកាលពីព្រឹកមិញនេះនាងបានឃើញជីតារបស់នាងគឺសុខសប្បាយទេចាស់ហេតុវាបានជាគាត់ដួលសន្លំទូប្រុសគាត់ក៏និយាយថាគាត់ក៏មិនដឹងដែរតែនៅពេលដែលគាត់បានឃើញលោកឈិនឡៃគាត់និយាយអ្វីម្យ៉ាងទៅកាន់ជីតាស្រាប់តែដួលសន្លំហើយអ៊ីនីងគ្រាន់តែបានឮទូប្រុសរបស់យើងនិយាយចឹងភ្លាមមកនាងក៏មិនបងអង្គយូរដោយនាងក៏បានទៅរកឈិនឡៃតែឯបន្ទប់របស់គាត់ផ្ទាល់តែម្ដងហើយអ៊ីនីងនាងតនឹងគឺទៅចំពេលដែលឪពុកចុងរបស់នាងកំពុងតែមានទំនាក់ទំនងស្នេហាជាមួយនឹងលោកស្រីជាងដូចនេះទូស្រីរបស់យើងនាងពិតជាមិនពេញចិត្តជាមួយនឹងឪពុកចុងរបស់នាងមែនទែនដែលទូស្រីនឹងនាងក៏បានចូលទៅផ្ទះកំភ្លៀងឪពុកចុងរបស់នាងមួយដៃហើយក៏សួរគាត់ថាតើគាត់មិនមានភាពខ្មាស់អៀនទេឬម្ដាយរបស់នាងទទួលមរណភាពមិនទាន់បានប្រមាណផងគាត់ក៏យកស្រីមកដេកនៅផ្ទះបាត់ទៅហើយក៏ឈិនឡៃគេក៏បានតបវិញថាម្ដាយរបស់ឯងបានស្លាប់អស់រយៈពេលជាច្រើនឆ្នាំមកហើយវាជារឿងត្រឹមត្រូវហើយដែលយើងធ្វើបែបនេះសមហេតុផលមែនទេកុំសង្ឃឹមឲ្យសោះដែលរាប់ណាខ្ញុំនៅរស់គ្រួសារអ៊ីនៅមិនមានឈ្មោះឈិនទៀតទេនិយាយចាប់អ៊ីនាងក៏បានដើរចាក់ចេញពីបន្ទប់របស់ឈិនឡៃនឹងទាំងកំហឹងដោយនៅក្នុងយប់នោះដែរអ៊ីនាងក៏បានមកអង្គុយផឹកស្រាតែម្នាក់ឯងដល់ស្វឹងឈិនស៊ឺគាត់ក៏បានធ្វើបង្អែមនីតិខេរដោដែលទូស្រីរបស់យើងចូលចិត្តញ៉ាំនឹងយកមកឲ្យនាងដោយស្ងាត់រួចហើយក៏ដើរចាក់ចេញទៅតែក្រោយពេលដែលអ៊ីនាងបានឃើញបង្អែមដែលទូប្រុសរបស់យើងបានធ្វើយកឲ្យនាងហើយនាងក៏មករកគាត់នៅឯបន្ទប់ហើយក៏បានស្ទុះទៅអោបទូឯងប្រុសរបស់យើងដើម្បីអរគុណគាត់បូកផ្សំជាមួយនឹងអាការៈស្វឹងផងអ៊ីនាងក៏បានចាប់បដូរទូឯងប្រុសរបស់យើងទៅលើក្រេហាក់ដូចជាចង់ថើបទូប្រុសរបស់យើងក៏ប៉ុន្តែឈិនស៊ឺគាត់ក៏បានទប់ទល់ជាមួយនឹងអ៊ីនីងតែមិនចង់ឆ្លៀតយកអាការនៅពេលនាងស្វឹងឡើយណាថាអ៊ីនីងតានាងបាននិយាយទៅកាន់ឈិនស៊ឺថាវាមិនអីនោះទេគាត់គឺជាស្វាមីរបស់នាងដែលធ្វើឲ្យឈិនស៊ឺគាត់ឃើញអ៊ីនីងបើកផ្លូវឲ្យគាត់ទៅហើយនោះគាត់ក៏បានព្រមធ្វើតាមនាងដោយបានចាប់បដូរអ៊ីនីងទៅលើក្រេវិញហើយបន្ទាប់មកគាត់ក៏បានអោនទៅចឹកទូឯងស្រីរបស់យើងទៅតែចឹកណាគឺថាចឹកឡើងទៅជាទូប្រុសរបស់យើងក៏ហមអស់ហើយក៏ប៉ុន្តែថាដំឡងពេលដែលទូប្រុសរបស់យើងកំពុងតែចឹកអ៊ីនីងសុកនោះក៏ស្រាប់តែអ៊ីនីងបានរុញឈិនស៊ឺនឹងចេញពីនាងឡើងមួយទំហឹងរួចហើយក៏បានដើរសម្ដៅចូលទៅក្នុងបន្ទប់ទឹកដើម្បីងុយទឹកដែលនាំឲ្យឈិនស៊ឺនឹងគាត់ក៏មានការងឿងឆ្ងល់ជាមួយនឹងទូស្រីរបស់យើងមែនទែនរហូតនៅពេលព្រឹកឡើងដែលអ៊ីនីងបានភ្ញាក់ឡើងមកឈិនស៊ឺក៏បាននិយាយសួរទៅកាន់អ៊ីនីងថាតើនៅចាំរឿងការប្រយុទ្ធមិញតើមានរឿងអ្វីកើតឡើងដែរឬអត់ហើយទូស្រីក៏និយាយថានាងអត់ចាំនោះទេទាំងដែលធិតបទៅអ៊ីនីងបានចង់ចាំសោះអញ្ចឹងឈិនស៊ឺគាត់ក៏បាននិយាយប្រាប់ឲ្យអ៊ីនីងសន្យាមួយជាមួយនឹងគាត់ថាលើកក្រោយកុំផឹកស្រាឲ្យស្វឹងដោយការប្រយុទ្ធមិញឲ្យសោះហើយដែលទៅថើបអ្នកដែលនៅជុំវិញខ្លួនតើវានឹងមានរឿងអ្វីកើតឡើងបើសិនបើយប់មិញនេះគាត់មិននៅទីនោះអ៊ីនីងក៏បានឆ្លើយតបវិញថានាងដូចជាមិនបានធ្វើបែបហ្នឹងឡើយតែពេលលើចឹងឈិនស៊ឺគាត់ក៏បានចាប់ទាញទូស្រីនឹងមកចិត្តរៀបនឹងចង់ថើបនាងក៏ប៉ុន្តែអ៊ីនីងក៏បានកិច្ចចេញពីគាត់ដោយយល់លេសថាគឺនាងមិនទាន់បានដោះថ្មិញទេហើយអ៊ីនីងក៏បានបញ្ញារត់គេចេញពីទូឯងប្រុសរបស់យើងទៅក៏ប៉ុន្តែក្រោយពីពេលមួយនោះមកឈិនស៊ឺគាត់ក៏បាននាំអ៊ីនីងមកក្រុមហ៊ុនដើម្បីធ្វើការក៏ប៉ុន្តែថ្ងៃនេះដែរគឺវាខុសពីរាល់ដងដែលអ៊ីនីងក៏បានឃើញថាដៃគូសហប្រតិបត្តិការអាជីវកម្មរបស់នាងគឺលោកលីនឹងបាននាំគ្នាធ្វើបាតកម្មដកអ៊ីនីងឲ្យចេញពីក្រុមហ៊ុនអ៊ីយ៉នអញ្ចឹងអ៊ីនីងក៏បានគិតថានេះប្រហែលជាស្នាដៃឪពុកចុងរបស់នាងទៀតហើយដែលទូស្រីរបស់យើងនាងក៏ចង់ទៅខាងក្នុងដើម្បីដោះស្រាយបញ្ហាក៏ប៉ុន្តែក៏ត្រូវបានឈិនស៊ឺនឹងរះរាំងកុំឲ្យនាងចូលទៅខាងក្នុងអីក៏ប្រយតែវាគ្រោះថ្នាក់ណាចាំគាត់ជួយនាងដោះស្រាយបញ្ហាដែលទូប្រុសរបស់យើងឈិនស៊ឺគាត់ក៏បាននាំអ៊ីនីងទៅផ្សារទំនើបទៅមើលអតិថិជននៅក្នុងផ្សារទំនើបភាគច្រើនពួកគេមិនជ្រើសរើសទិញឆៅគុយដែលជាតំណែងរបស់អ៊ីនីងទេប៉ុន្តែពួកគេជ្រើសរើសទិញតែទឹកដោះគោហើយនិងកាហ្វេទៅវិញហើយធ្វើឲ្យទូស្រីរបស់យើងនាងបានឃើញសឹងហើយនោះនាងពិតជាខូចចិត្តខ្លាំងណាស់ដែលជាហេតុធ្វើឲ្យឈិនស៊ឺគាត់ក៏បាននាំអ៊ីនីងទៅភោជនីយដ្ឋានមួយដែលមានលក់ឆៅគុយដែលជាតំណែងរបស់អ៊ីនីងហើយទូប្រុសគាត់ក៏បាននិយាយប្រាប់
មតកាន់អ៊ីនេះថានៅទីនេះគឺសពមនុស្សញ៉ាំណាគ្រាន់តែអ៊ីនេះបានលើអញ្ចឹងនាងពិតជានឹកស្មានមកដល់នោះទេថាឆឹកគួយដែលជាតំណែងរបស់នាងគឺមានភាពពេញនិយមនៅក្នុងភោជនីយដ្ឋាននេះដូច្នេះអ៊ីនេះនាងក៏បានគិតថាអតិថិជនគឺមានតម្រូវការខុសគ្នាតែអតិថិជននៅឯផ្សារទំនើបពួកគេមិនត្រឹមតែយកចិត្តទុកដាក់ទៅលើការរក្សាទុកកន្លែងត្រជាក់ប៉ុណ្ណោះនោះទេប៉ុន្តែពួកគេក៏យកចិត្តទុកដាក់ទៅលើរសជាតិនៃការច្នៃប្រឌិតនិងការវេចខ្ចប់ផងដែរលើពីនេះទៅទៀតនោះគឺតម្លៃត្រូវតែមានភាពសមរម្យអ៊ីនេះក្រោយពេលនាងបានដឹងអំពីតម្រូវការរបស់អតិថិជនហើយអ៊ីនេះនាងក៏បានត្រឡប់មកធ្វើការងាររបស់នាងយ៉ាងសកម្មអស់រយៈពេលជាច្រើនថ្ងៃប្រធានលីក៏បានមកក្រុមហ៊ុនអ៊ីយ៉ានក្រុមដែលនាំឲ្យលោកឈិនឡៃគាត់ក៏បានទៅសួរកញ្ញាវិនវិនថាតើនាងបានទៅនិយាយជាមួយនឹងប្រធានលីនិងអ្នកផ្សេងទៀតដែរឬអត់ថាថ្ងៃនេះត្រូវតែបណ្ដេញអ៊ីនេះចេញពីក្រុមហ៊ុនតើកញ្ញាវិនវិននាងក៏បានឆ្លើយថាប្រកាសណាស់នាងបាននិយាយជាមួយនឹងពួកគេរួចហើយមែនណាគ្រាន់តែកញ្ញាវិនវិនបាននិយាយចឹងមិនទាន់បានផុត1នាទីស្រួលវល់ផងក៏ស្រាប់តែប្រធានលីជាមួយនឹងអ្នកផ្សេងទៀតនាំគ្នាទៅអោនគោរពតួឯកស្រីរបស់យើងនឹងនិយាយសំទោសទៅកាន់អ៊ីនីងដែលគាត់បានជឿជាក់ទៅលើអ៊ីនីងអំពីផែនការនៃការលក់ផលិតផលរបស់អ៊ីនីងទៅលើទីផ្សារនៅក្នុងស្រុងក៏ប្រអ៊ីតការនោះក៏ត្រូវបានគេបោកបញ្ឆិតឲ្យមកបង្កបញ្ហានៅក្នុងក្រុមហ៊ុនដូច្នេះអ៊ីនីងនាងក៏បាននិយាយតបជាមួយនឹងប្រធានលីវិញថាបើសិនបើគាត់ជឿជាក់មកលើនាងវិញទៅហើយចឹងនាងនឹងនាំគាត់នឹងទៅមើលពីផែនការនៃការលក់ផលិតផលរបស់ក្រុមហ៊ុនអ៊ីយ៉ានរបស់យើងហើយនៅពេលដែលតួស្រីរបស់យើងបាននាំប្រធានលីដើរចេញមកនឹងក៏បានទៅដើរជួបគ្នាជាមួយនឹងកញ្ញាវិនវិនដែលប្រធានលីក៏បាននិយាយប្រាប់ទៅកាន់អ៊ីនីងថាវាគឺជាកញ្ញាវិនវិននឹងហើយដែលបាននិយាយញុះញង់ឲ្យគាត់មិនជឿជាក់ទៅលើអ៊ីនីងហើយកញ្ញាវិនវិននៅពេលដែលគេបានឆ្លើយដាក់នាងចំពេកនាងមិនដឹងយល់លេសណាបាទដោយសារជាមួយនឹងពួកគេបាននាងក៏បានប្រើល្បិចធ្វើជាសន្លំតែចៃដន្យអីតួស្រីរបស់យើងអ៊ីនីងនាងក៏បានតាមតាន់ល្បិចរបស់កញ្ញាវិនវិនដែលប្រាប់ឲ្យកញ្ញាវិនវិនត្រឡប់ទៅផ្ទះសម្រាប់វិញចាស់ព្រោះអីទីនេះលេខត្រូវការនាងទៀតហើយកញ្ញាវិនវិននៅពេលដែលបានលើអ៊ីនីងនិយាយចឹងនាងខ្លាចគេបណ្ដេញនាងចេញក៏ស្ទុះងើបត្រឡប់ទៅធ្វើការវិញយ៉ាងលឿនហើយក្រោយពីនោះមកអ៊ីនីងនាងក៏បាននិយាយប្រាប់ពីជោគជ័យមួយនេះទៅកាន់រីអានហើយក៏ប្រាប់ឲ្យរីអានហ្នឹងជួយនាង design ស្លាកសញ្ញាថ្មីដូច្នេះរីអានគេក៏បានធ្វើការ design អរិយាពេលជាច្រើនមកគេក៏បាន design រូបហើយក៏ហៅឲ្យតួស្រីរបស់យើងមកពិនិត្យមើលលក្ខណៈបែបថាតួស្រីរបស់យើងទៅអង្គុយចិត្តរីអានអញ្ចឹងណាហើយចំពេលនោះដែរតួប្រុសរបស់យើងគាត់ក៏បានយកអាហារមកឲ្យអ៊ីនីងនៅឯក្រុមហ៊ុនក៏ឃើញនៅទាំងពីរស្និទ្ធស្នាលគ្នាបែបនេះគាត់ក៏រៀងប្រច័ណ្ឌតួស្រីរបស់យើងជាមួយនឹងរីអានដែរ